ហើយពិតជាថោកទៀតមែនបងប្អូនបាទពេលនេះវាចាប់ដៃប្រជុំ JBC នៅខេត្តចន្ទបុរីតែវាបែរជាមកជួបផ្ទះប្រជាពលរដ្ឋនៅអូបីជាន់ដែលនេះជាទង្វើក៏ក្លឿនមួយដែលខាងភាគីថៃធ្វើមកលើកម្ពុជាហើយដោយគ្មានរដ្ឋាភិបាលថៃណាហ៊ានចេញមុខមកតវ៉ាទេហើយនៅក្នុងថ្មីនេះនៅថ្ងៃទី21ខែតុលាឆ្នាំ2025យោធាថៃនៅតែក៏ក្លឿននៅតែប្រើគ្រឿងចាក់មកឈូសឆាយផ្ទះប្រជាពលរដ្ឋនៅអូបីជាន់ដែលជាទង្វើមួយពិតជាអសិលធម៌មែនមិនថាប្រជាពលរដ្ឋមិនថាអាជ្ញាធរនិងមន្ត្រីសមត្ថកិច្ចនៅថាដូចជាក្រមពួកយជ្រុលនិយមដូចពួកយោធាហ្នឹងវាតែងតែប្រព្រឹត្តនៅទង្វើដ៏ថោកទាបបែបនេះមកលើប្រជាជនកម្ពុជាយើងហើយខណៈពេលនេះថ្ងៃ21គឺការប្រជុំ JBC កំពុងតែប្រព្រឹត្តតែបែរជាយោធាថៃប្រើគ្រឿងចាក់មកឈូសឆាយផ្ទះប្រជាពលរដ្ឋយើងនៅឃុំអូបីជាន់វិញហើយគណៈបព្វពួកយើងបានធ្វើដំណើរទៅប្រជុំក៏មានប្រជាពលរដ្ឋថៃបានស្រែកតវ៉ានៅតាមផ្លូវជាច្រើនផងដែរថ្ងៃរសៀលថ្ងៃទី21ខែតុលាឆ្នាំ2025ហ្នឹងក្រមទាហានថៃប្រដាប់ដោយអាវុធបានយកគ្រឿងចាក់មកឈូសឆាយផ្ទះប្រជាពលរដ្ឋយើងដែលពួកវាព័ទ្ធបណ្ដាលួចកន្លងមកនៅភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទង្វើថៃទាហានថៃបានបង្ហាញឲ្យពិភពលោកមើលឃើញកាន់តែច្បាស់ថាថៃមិនបានគោរពច្បាប់អន្តរជាតិថៃរំលោភបំពានបូរណភាពទឹកដីកម្ពុជាជាពិសេសទាហានថៃបានរំលោភបទឈប់បាញ់គ្នានិងរំលោភលើកិច្ចប្រជុំ JBC កន្លងមកផងដែរអ្វីដែលកម្ពុជាហួសចិត្តនោះនៅថ្ងៃទី21ខែតុលាឆ្នាំ2025នេះត្រូវនឹងថ្ងៃនេះតែម្ដងក្រុមគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃកំពុងតែប្រជុំនៅខេត្តចន្ទបុរីនិងក្រុមលេខាធិការដ្ឋានគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃ JBC កំពុងប្រជុំនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីស្រាប់តែទាហានធរខេត្តបន្ទាយមានជ័យបានធ្វើលិខិតតវ៉ាហើយជាបន្តបន្ទាប់ចំពោះទង្វើក៏ឃ្លានរបស់ទាហានថៃដែលបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាមិនប្រើហិង្សាទោសទេតែប្រើយន្តការការទូតនិងច្បាប់អន្តរជាតិដើម្បីដោះស្រាយដោយសន្តិវិធីនេះបើតាមការចុះផ្សាយរបស់លោកគូផៃវណ្ណាដែលបានចុះផ្សាយកន្លងមកនេះប៉ុន្តែយើងគួររំលឹកដែរថាទង្វើថៃប្រជាជនថៃនៅថ្ងៃទី21នេះផងដែរនៅពេលដែលប្រតិភូយើងទៅប្រជុំគឺវាមានការតវ៉ាមែនទែនគឺថ្ងៃមែនទែនបាទគឺតវ៉ាផងចាក់មេក្រូនៅចិត្តកន្លែងប្រជុំ JBC ផងដែលវាពិតជាតែចេញមកគឺថ្ងៃទៅយើងមិនដឹងថាយ៉ាងម៉េចទេហើយអ្នកនយោបាយមួយចំនួនក៏បាននិយាយហើយនឹងរួមទាំងក្រសួងការវិជាតិលោកលទ្ធផលណាប់ផនិតបាទជាមួយនឹងនយោបាយខាងប្រជាជាតិហ្នឹងដែលនិយាយអំពីការប្រជុំ JBC កាលពីថ្ងៃទី9ខែតុលាបើមានការព្រួយបារម្ភខ្លាំងបើសិនជាថៃមិនតវ៉ាទេបើសិនជាកម្ពុជាមិនព្រមតាមលក្ខខណ្ឌរបស់ថៃទេគឺគណៈកម្មការ JBC នេះគេមិនចូលប្រជុំជាមួយនឹងយើងទេហើយយើងមិនដឹងថាយ៉ាងណាទេព្រោះថៃវាតែងតែកលៃកលុចហើយយើងគឺជាក់ស្ដែងប៉ុន្តែយើងអាណិតប្រជាពលរដ្ឋរបស់យើងដែលគាត់រស់នៅតាមព្រំដែនជាពិសេសគឺនៅឃុំអូបីជាន់វាបានឈូសឆាយផ្ទះប្រជាពលរដ្ឋយើងប៉ុន្តែបើយើងមើលទៅតាមការរូបភាពគឺវាឈូសឆាយតែមួយខ្នងដើម្បីរំខានទៅដល់ការប្រជុំ JBC ហើយនឹងធ្វើឲ្យយើងមានការលើកប្រជុំ JBC នេះអញ្ចឹងយើងនឹងរងចាំព័ត៌មានបន្តថាតើ